ជម្រាបសួរបាទស្វាគមន៍បងប្អូនអរគ្នាថ្ងៃនេះគឺយើងជួបជាមួយនឹងម៉ូតូ Honda Dream មួយគ្រឿងទៀតហើយម៉ូតូនេះគឺវាមានបញ្ហាដេមិនឆេះហើយថ្ងៃនេះយើងនឹងមកធ្វើតេស្តមើលតើមូលហេតុអ្វីបានម៉ូតូរបស់យើងគឺដេមិនឆេះតើវាមានបញ្ហាអ្វីខ្លះបាទឥឡូវនេះជំហានទី1គឺខ្ញុំធ្វើការបើកមើលភ្លើងវាមកចង់ដឹងថាវានៅមានកម្លាំងភ្លើងប៉ុណ្ណាបាទអញ្ចឹងគឺភ្លើងនេះអាចអូសសញ្ញោរួចឆ្វេងស្ដាំតែ display គឺវាអូសបានតិចតួចដែរគឺវាមិនអូសបានខ្លាំងនោះទេហើយនៅពេលដែលយើងចុចដេទៅគឺវាលឺអាឡែប៉ប៉បងប្អូនទាំងគ្នាអញ្ចឹងហើយរូបមន្តម៉ាស៊ីនជាជួបបែបនេះលឺអាឡែប៉ប៉គឺវាអាចមានបញ្ហាអស់ខ្ជុងដេអានឹងគឺជាបញ្ហាអស់ខ្ជុងដេអានឹងវាតែងតែបង្ហាញចេញនៅបែបហ្នឹងបាទទាំងអស់ហ្នឹងគ្រាន់តែជាការសន្និដ្ឋាននោះទេប៉ុន្តែវាជាក់ស្ដែងគឺវាអាចអស់ខ្ជុងដេដែរឥឡូវនេះគឺខ្ញុំបានត្រៀមឧបករណ៍រួចរាល់ស្រាប់ហើយព្រោះខ្ញុំសង្ស័យថាវាអស់ខ្ជុងដេប៉ុន្តែក៏មិនរងចាំយូរដែរគឺខ្ញុំនឹងធ្វើការឆែកមើលកម្លាំងអាគុយមើលសិនបងប្អូនអរគ្នាពេលខ្លះនៅពេលដែលម៉ូតូរបស់យើងកម្លាំងភ្លើងខ្សោយខ្លាំងមែនតើក៏មិនអាចអូសដុំដេបានដូចគ្នាដែរអញ្ចឹងហើយគឺនៅពេលដែលយើងដេទៅវាលឺតែលាប៉នោះទេអញ្ចឹងកុំឲ្យរងចាំយូរគឺយើងធ្វើការឆែកអាគុយមើលទៅបាទសម្រាប់ការជួសជុលបែបងាយៗគឺវាបែបហ្នឹងហើយបងប្អូនអរគ្នាឥឡូវនេះគឺយើងយកជាមួយនឹងឧបករណ៍វាស់កម្លាំង CCA របស់អាគុយមកដើម្បីឆែកមើលតើកម្លាំងអាគុយវាបានប៉ុណ្ណាបងប្អូនអរគ្នាដោយសារតែការបើកមកជាក់ស្ដែងឃើញថាអាគុយនេះគឺវារាងចាស់ផងដែរបងប្អូនអរគ្នានៅហើយគឺយើងធ្វើការឆែកមើលអាគុយទៅដើម្បីចង់ដឹងថាវាមានកម្លាំងភ្លើងប៉ុណ្ណាបញ្ជាក់មួយទៀតបងប្អូនអធិស្ឋានផងសម្រាប់ការឮសំឡេងលក្ខណៈដូចសំឡេងប៉ុនណាដោយសារតែនៅជិតខាងគឺវាមានលក្ខណៈសំឡេងប៉ុនចូលមកប៉ុន្តែគឺខ្ញុំបានកាត់បន្ថយសំឡេងនោះដែរវានៅសល់តិចមែនតើបាទនេះក្រោយពីខ្ញុំកំណត់90ហើយយើងនឹងចុចវើហើយនឹងរងចាំមើលតើកម្លាំង CCA របស់វាមានប៉ុណ្ណាតើវាស្ទើរឬក៏វាខ្វះអីអញ្ចឹងបាទជាក់ស្ដែងគឺម៉ូតូនេះខ្សោយកម្លាំងភ្លើងអាគុយមែនតើ CCA វាបានតែ9ទេអញ្ចឹងជាក់ស្ដែងមើលទៅដូចវាអស់ថ្មអញ្ចឹងឯងអាគុយធម្មតាតែពេលចាស់ខ្លាំងមែនតើគឺវាអត់សាកភ្លើងទៀតនោះទេអញ្ចឹងហើយធ្វើអាគុយអស់ខ្សោយបាទអញ្ចឹងម៉ូតូនេះទី1គឺខ្ញុំនឹងធ្វើការផ្លាស់ប្ដូរអាគុយព្រោះអាគុយនេះគឺខ្ញុំបានធ្វើការកើហើយប៉ុន្តែកើលេងចូលហើយបងប្អូនគ្នាអញ្ចឹងហើយយើងក៏សម្រេចដាក់អាគុយថ្មីទៅអាគុយថ្មីនេះក៏ធូរថ្លៃនោះតែមិនសូវជាថ្លៃប៉ុន្មានដែរប៉ុន្តែអាគុយនេះគឺខ្ញុំប្រើជាក់ស្ដែងគឺប្រើបានយូរបងប្អូនគ្នាខ្ញុំដូរម៉ូតូខ្ញុំផ្ទាល់គឺប្រើបានយូរខ្ញុំតេស្តផ្ទាល់ប្រើបានយូរតម្លៃវាធូរថ្លៃសមរម្យតម្លៃវាសមរម្យបងប្អូនគ្នាក្រោយពីយើងធ្វើការផ្លាស់ប្ដូរអាគុយហើយយើងនឹងធ្វើការឆែកមើលដុំដេផងដែរបងប្អូនគ្នាព្រោះខ្ញុំសង្ស័យមួយទៀតគឺដុំដេផងដែរជាក់ស្ដែងគឺក្រោយពីយើងឆែកមើលទៅដុំដេវាក៏សឹកនឹងចិត្តអស់ដែរអញ្ចឹងល្មមនឹងដោះពេលយើងធ្វើការផ្លាស់ប្ដូរថ្មីតែម្ដងទៅកុំឲ្យប្រើវាទៀតបើប្រើវាទៀតក៏ប្រើមិនបានយូរទេបងប្អូនអរគ្នាជាក់ស្ដែងដុំដេនេះគឺវាថាអស់ខ្លាំងមែនតើវាសឹកអស់ខ្លាំងហើយអញ្ចឹងហើយយើងកម្រងចាំយូរដោយសារខ្ញុំត្រៀមឲ្យស្រាប់ខ្ជុងដេនេះខ្ជុងដេនេះគឺខ្ញុំត្រៀមស្រាប់ហើយអូវិជ្ជាពីមុនមកខ្ញុំថាដុំដេក៏បើវាអស់ខ្ជុងដេបងប្អូនអរគ្នាក្រោយពីខ្ញុំធ្វើការផ្លាស់ប្ដូរខ្ជុងដេថ្មីហើយនេះគឺខ្ជុងដេចាស់បងប្អូនអរគ្នាខ្ជុងដេចាស់សល់តែបន្តិចទៀតដាច់បាទនេះដល់ផ្ទាំងរបំរំលោះវាបងប្អូនគ្នាដល់រំលោះហើយវាចិត្តដាច់ហើយបាទបញ្ជាក់សម្រាប់ម៉ូតូនេះវាមានបញ្ហាដេមិនឆេះហ្នឹងដោយសារតែដេលឺតាឡែប៉ដោយសារតែវាអស់ខ្ជុងដេហើយអាគុយរបស់វាក៏ខ្សោយខ្លាំងដែរឥឡូវនេះខ្ញុំបានដាក់អាគុយថ្មីហើយក៏ផ្លាស់ប្ដូរខ្ជុងដេដែរហើយគឺវាដេឆេះ drill មកវិញហើយអញ្ចឹងពេលខ្លះដេមិនឆេះក៏វាអាចពាក់ព័ន្ធអាគុយដេមិនឆេះក៏អាចពាក់ព័ន្ធជាមួយនឹងខ្ជុងដេដែរហើយក៏មានករណីផ្សេងផងដែរប៉ុន្តែអានេះគឺជាករណីដែលយើងជួបផ្ទាល់ខ្ញុំបង្ហាញបងប្អូនអរគ្នាចឹងបើសិនជាបងប្អូនជួសជុលឬក៏មានបញ្ហាបែបហ្នឹងអាចឲ្យជាងពិនិត្យមើលត្រង់ចំណុចហ្នឹងបានអរគុណជម្រាបលាបងប្អូនអរគ្នាដែលបានតាមដានតាំងពីដើមដល់ទីបញ្ចប់កុំភ្លេចជួយ like share និងជួយ follow ឬក៏ subscribe channel YouTube ខ្ញុំមកផងណាសងម៉ូតូ One អរគុណច្រើនជម្រាបលាបាយបាយ